ភាសាអង់គ្លេសថា eat ប៉ុន្តែខ្មែរយើងបកមកបានច្រើនណាស់ភាសា eat ហ្នឹងអូខេញ៉ាំស៊ីហូបពិសាច្រាស់ច្រំកដាលដើមទ្រូងហើយភាសាហ្នឹងអ៊ំបកឲ្យស្ដាប់ភាសាញ៉ាំហ្នឹងគឺភាសាគេទុនភ្លុនអីចឹងដូចអ្នកទីក្រុងណាគេប្រើភាសាញ៉ាំហើយដល់ពេលយើងប្រើភាសាជាមួយពុកម្ដាយយើងឬក៏អ្នកអាយុច្រើនជាងយើងចាស់ហ្នឹងយើងប្រើភាសាថាពិសាដូចថាយើងហៅពុកម្ដាយយើងមកភាសាបាយចឹងពុកម៉ែមកអញ្ជើញភាសាបាយអាហ្នឹងភាសាគួរសមសម្រាប់ចាស់ដែលយើងអាយុតិចជាងគាត់យើងគោរពគាត់ហើយភាសាហូបនោះគឺភាសាសាមញ្ញទូទៅដូចថាចាស់ជំនាន់ដើមហ្នឹងគាត់ចូលចិត្តប្រើភាសាហូបពាក្យហ្នឹងក៏គួរសមដែរហើយភាសាថាស៊ីនោះគឺសម្រាប់ដែលយើងប្រើសាមញ្ញធម្មតានៅក្នុងក្រុមគ្រួសារដូចគ្រួសារខ្លះគេទម្លាប់ប្រើភាសាស៊ីចឹងណានៅតាមស្រុកតាមភូមិហើយយើងក៏អាចប្រើភាសាស៊ីហ្នឹងជាមួយពួកម៉ាក់ចិត្តដិតអាយុប្រហែលគ្នាអីចឹងណាបើគេអាយុច្រើនជាងយើងកុំប្រើពាក្យហ្នឹងយើងប្រើទៅយើងអត់គោរពគេអ្នកអាយុច្រើនជាងយើងហើយអាភាសាថាច្រាស់ច្រំកដាលដើមទ្រូងហ្នឹងអាហ្នឹងភាសាហ្នឹងយើងខឹងគ្នាយើងប្រើភាសាហ្នឹងឯងចាមានតែប៉ុណ្្នឹងឯងអ៊ំជួយចែករំលែកក្មួយហ្នឹង